ហើយខ្ញុំនឹងបង្ហាញតាក់ទងជាមួយថាដំរី5ដកហ្នឹងមានអត្ថប្រយោជន៍អីខ្លះយកទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺអីខ្លះមែនតើខ្ញុំគ្រាន់តែចង់បញ្ជាក់ពុកម៉ែបងប្អូនបន្តិចនៅខាងក្បាលវីដេអូនេះទេថាតាក់ទងជាមួយឬដងវិលបាទពុកម៉ែបងប្អូនដែលមានបញ្ហាឬដងវិលអាហ្នឹងគឺល្អណាស់ជាមួយនឹងវល់ដំរី5ដកនេះហើយសំខាន់ទី2គឺតាក់ទងបញ្ហាជំនួយកម្លាំងយើងនិយាយជាភាសាឲ្យងាយស្ដាប់មែនតើទៅគឺតាក់ទងផ្លូវភេទអញ្ចឹងបើយើងមើលទៅវារបស់វានេះគួរសមនេះកាមេរ៉ាយើងចិត្តតិចនេះអាយ៉ាអូកើតតែខ្ញុំពីមុនធ្លាប់ជីកនៅក្រោមទុយទេពុកម៉ែបងប្អូនហើយណាអូខ្ញុំអត់នឹកស្មានថាដើមវល់ដំរី5ដកមានរឹសធំរឹសសាហាវបែបហ្នឹងខ្ញុំថាសាហាវចុះណាឥឡូវពុកម៉ែបងប្អូនមើលនេះអាយយបាទសូមគោរពក៏ដូចជាជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះជាទីគោរពនិងជាទីរាប់អានបាទហើយថ្ងៃនេះយើងក៏បានត្រឡប់មកកាន់ទីកន្លែងដើមកាលពីម្សិលមួយថ្ងៃបាទម្សិលមួយថ្ងៃដែលយើងមកទីនេះយើងមករកជាមួយនឹងដើមកញ្ចក់អណ្ដើកបាទដើមកញ្ចក់អណ្ដើកហើយចឹងទេថ្ងៃនេះក៏យើងឡើងភ្នំទៀតហើយពុកម៉ែបងប្អូនណាឡើងភ្នំទៀតហើយមកទីនេះមែនតើទៅលើភ្នំបើយើងគយគុណទេសភាពទៅខាងក្រោមគឺស្អាតមែនតើពុកម៉ែបងប្អូនណាហើយពុកម៉ែបងប្អូនអាចមើលឃើញហើយណាហើយជាមួយទេសភាពពីលើភ្នំនេះទៅហើយមើលឃើញទៅតាក់ទងជាមួយផ្ទះបងប្អូនប្រជាពលរដ្ឋយើងឃើញថ្នល់ជាតិអីអញ្ចឹងណាហើយទេសភាពស្រស់ស្អាតមែនតើស្រស់ស្អាតណាស់ពុកម៉ែបងប្អូនណាហើយបាញ់មិញនៅពេលដែលខ្ញុំបានឡើងមកហ្នឹងណាឡើងតាមជើងភ្នំមកហ្នឹងយើងឃើញមានផ្កាព្រៃរីកស្រស់ស្អាតមែនតើហើយជាពិសេសគឺផ្កាឈាមតុងពុកម៉ែបងប្អូននៅរដូវកាលនេះគឺដើមឈាមតុងចាប់ដើមមានផ្កាស្ទើរតែគ្រប់ដើមទាំងអស់នៅក្នុងព្រៃបាទមិនថាតែព្រៃកន្លែងនេះឬក៏ព្រៃកន្លែងផ្សេងទេហើយទី2ខ្ញុំឃើញតាក់ទងជាមួយនឹងស្លឹកល្ងាងពុកម៉ែបងប្អូនណាអាល្ងាងយើងញ៉ាំលក់ហ្នឹងណាហើយល្ងាងហ្នឹងមែនតើក៏យើងអាចយកទៅស្ងោរជាមួយត្រីងៀតបានឆ្ងាញ់ណាស់ស្លឹកល្ងាងនេះហើយមិញឃើញត្រួយល្ងាងលាស់ល្អមែនតើលាស់ល្អណាស់ហើយកាលណាឃើញត្រួយល្ងាងអញ្ចឹងនៅឃើញចាប់ពីក្មេងៗទៅខ្វៀលគោណាបាទហើយម្ដាយគាត់ប្រើឲ្យបេះត្រួយល្ងាងយកមកធ្វើស្ងោរជាមួយត្រីងៀតបាទអញ្ចឹងមេឃភ្លៀងអីស្រក់ទឹកតក់ហ្នឹងនៅឃើញកាលពីអតីតកាលហើយមួយទៀតយើងក៏ឃើញដើមជាមួយនឹងផ្លែប្រមាត់មនុស្សបាទប្រមាត់មនុស្សខែនេះក៏មានផ្លែច្រើនដែរណាមានទាំងផ្លែខ្ចីមានទាំងផ្លែចាស់មានទាំងផ្លែទុំហើយនៅជើងភ្នំនេះគឺមានអណ្ដូងទឹកមួយគឺទឹកថ្លាឆ្វេងមែនតើជាមួយនៅជើងភ្នំនេះបាទអញ្ចឹងទេតកតងថ្ងៃនេះយើងក៏មានធុរៈមួយដែរតកតងជាមួយពុកម៉ែបងប្អូនយើងណាតែគាត់មានតម្រូវការក្នុងការយកតាក់ទងជាមួយវល់ដំរី5ដកពុកម៉ែបងប្អូនណាវល់ដំរី5ដកហើយដែលយើងបានមកជួបនៅទីនេះថ្ងៃមុនយើងឃើញមានច្រើនគួរសមអញ្ចឹងទេយើងនឹងក៏មកធ្វើការថតជាវីដេអូនេះដើម្បីជាសារមួយដល់ពុកម៉ែបងប្អូនយើងបើសិនជាពុកម៉ែបងប្អូនយើងឃើញវីដេអូនេះហើយពុកម៉ែបងប្អូនយើងឃើញអូខ្ញុំត្រូវការវល់ដំរី5ដកដែរអញ្ចឹងទៅក៏យើងអាចរកជូនបានដែរណាអញ្ចឹងកុំឲ្យខាត់ពេលយូរមកយើងទៅទស្សនាជាមួយវល់ដំរី5ដកហើយខ្ញុំនឹងបង្ហាញតាក់ទងជាមួយថាដំរី5ដកហ្នឹងមានអត្ថប្រយោជន៍អីខ្លះយកទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺអីខ្លះមែនតើខ្ញុំគ្រាន់តែចង់បញ្ជាក់ពុកម៉ែបងប្អូនបន្តិចនៅខាងក្បាលវីដេអូនេះទេថាតាក់ទងជាមួយឬដងវិលបាទពុកម៉ែបងប្អូនដែលមានបញ្ហាឬដងវិលអាហ្នឹងគឺល្អណាស់ជាមួយនឹងវល់ដំរី5ដកនេះហើយសំខាន់ទី2គឺតាក់ទងបញ្ហាជំនួយកម្លាំងយើងនិយាយជាភាសាឲ្យងាយស្ដាប់មែនតើទៅគឺតាក់ទងផ្លូវភេទជាមួយវល់ដំរី5ដកនេះណាអញ្ចឹងខ្ញុំសូមបង្ហាញពីនឹងសិនតិចទៀតយើងទៅទស្សនាទាំងអស់គ្នាខ្ញុំនឹងបង្ហាញលម្អិតជាមួយអត្ថប្រយោជន៍លម្អិតរបស់វល់ដំរី5ដកមកទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងនៅប្រទេសក្នុងនេះយើងឃើញថាមានច្រើនគួរសមដែរជាមួយនឹងវល់ដំរី5ដកណាដូចខ្ញុំនិយាយក្នុងវីដេអូមុនអញ្ចឹងឥឡូវនេះយើងគ្រាន់តែឡើងមកដល់ទីនេះយើងឃើញមានហើយនេះបាទនេះអានេះគឺជាវល់ដំរី5ដកហើយណាពុកម៉ែបងប្អូនអញ្ចឹងវល់ដំរី5ដកខ្ញុំមិនបាច់ជម្រាបជូនច្រើនទេដោយសារយើងមានវីដេអូពី3វីដេអូហើយអ្វីដែលយើងកត់សម្គាល់សំខាន់ពុកម៉ែបងប្អូនណាគឺវល់ដំរី5ដកហ្នឹងគឺស្លឹកវាបែបហ្នឹងបើសិនជារូបរាងវិញពុកម៉ែបងប្អូនមើលទៅខ្ញុំមិនពណ៌នាទេប៉ុន្តែអ្វីដែលជាគន្លឹះសំខាន់គឺស្លឹករបស់វានេះគឺ3បាទអានេះ3បាទអានេះក៏3ដែរឃើញទេពុកម៉ែបងប្អូនណាបាទអញ្ចឹងគឺ3បាទហើយ3គ្រប់ស្លឹកទាំងអស់នេះសិតតែ3ទាំងអស់ឃើញទេអញ្ចឹងហើយអាហ្នឹងគឺជាវល់ដំរី5ដកស្លឹកវាអញ្ចឹងហើយវល់របស់វាពុកម៉ែបងប្អូនណាវល់របស់វាគឺមានរូបរាងពោសបល់បែបហ្នឹងឯងណានេះគឺជាដើមវល់ដំរី5ដក
ហើយខ្ញុំនឹងជម្រាបជូនពុកម៉ែលំអិតតាក់ទងជាមួយថាតើវល់ដំរី5ដកហ្នឹងវាមានអត្ថប្រយោជន៍នៅក្នុងការព្យាបាលជំងឺអីខ្លះហើយតើយើងយកផ្នែកណាខ្លះទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺមែនតើទៅដំរី5ដកនេះមានប្រយោជន៍ទាំងអស់ហ្នឹងពុកម៉ែបងប្អូនណាទាំងស្លឹកទាំងដើមមួយជាពិសេសគឺមើមរបស់វាណាយើងហៅថាមើមក៏បានហៅថាឫសក៏បានដែរណាអញ្ចឹងស្លឹកដើមឬមើមអីហ្នឹងតើយើងអាចព្យាបាលជំងឺអីខ្លះទី1ខ្ញុំបង្ហាញដើមសិនបាទដើមនេះពុកម៉ែបងប្អូនណាដើមនេះគឺយើងអាចយកទៅហាលឲ្យស្ងួតបាទហើយយើងយកមកជក់ធ្វើជាថ្នាំឬដងវិលអញ្ចឹងពិសេសណាស់ឬដងវិលគាត់តែយកដើមរបស់វល់ដំរី5ដកនេះយកទៅកច្រាមឲ្យហាលឲ្យស្ងួតហើយយើងយកទៅមូធ្វើជាបារីជក់ទៅក៏ព្យាបាលជំងឺឬដងវិលបាទហើយទី2តាក់ទងជាមួយឫសបាទឫសនៅក្រោមដីនោះទីទៀតយើងជីកយើងបង្ហាញបន្ថែមតាក់ទងឫសរបស់វាហើយឫសនេះសម្រាប់ជាថ្នាំជំនួយកម្លាំងបាទនិយាយខ្លីទៅគឺជំនួយផ្លូវភេទបរោះពុកម៉ែបងប្អូនណាអានេះក៏ល្អដែរដើមវល់ដំរី5ដកនេះហើយមួយទៀតគឺតាក់ទងជាមួយនឹងឫសដងវិលដែរយើងប្រើឫសដងវិលដូចគ្នាណាហើយជាមួយឫសរបស់វាហើយមួយទៀតគឺជួយព្យាបាលឈឺក្បាលហើយជំនួយសរសៃហើយក៏ប្រើជាថ្នាំគ្រុនដែរហើយកម្រិតនៃការប្រើប្រាស់វិញពុកម៉ែបងប្អូនណាយើងត្រូវប្រើប្រាស់វាបានត្រឹមត្រូវទៅអញ្ចឹងយើងអាចប្រើតែពី15ទៅ30ក្រាមទេយើងដាំទឹកផឹកក្នុងមួយថ្ងៃអានេះសម្រាប់តែយើងដាំផឹកណាហើយយើងក៏អាចយកវាទៅត្រាំស្រាផឹកបានដែរហើយបើដើមវាយើងអាចយកទៅធ្វើជាមូធ្វើជាបារីសម្រាប់ជក់ព្យាបាលឬដងវិលបាទនឹងអញ្ចឹងនេះគឺជាអត្ថប្រយោជន៍របស់ដើមវល់ដំរី5ដកហើយនៅពេលបន្តិចទៀតខ្ញុំនឹងថតវីដេអូបន្ថែមថាតើវល់ដំរី5ដកនេះវាមានឫសបែបម៉េចអីបែបម៉េចអញ្ចឹងពុកម៉ែបងប្អូនកុំអាលទៅណាសូមរងចាំទស្សនាជាមួយខ្ញុំទាំងអស់គ្នានៅពេលបន្តិចទៀតនេះតាក់ទងជាមួយនឹងយើងមើលទាំងអស់គ្នាអំពីឫសរបស់វល់ដំរី5ដកឬយើងហៅថាមើមរបស់វល់ដំរី5ដកបាទឥឡូវយើងមកជីកជាមួយតាក់ទងវល់ដំរី5ដកហើយយើងឃើញថាណាពុកម៉ែបងប្អូនដូចជាមើមវាគួរសមដែរហើយអញ្ចឹងទេយើងទៅបានប្រហែលជា50%ទេអញ្ចឹងយើងនឹងជីកបន្តណាហើយពុកម៉ែបងប្អូនចាំមើលទាំងអស់គ្នាថាតើមើមរបស់វល់ដំរី5ដកនេះវាមានលក្ខណៈយ៉ាងម៉េចជាមើមដូចជាមើមរបស់ខ្ជាយមើមរំដេងឬក៏លក្ខណៈថាវែងយ៉ាងម៉េចណាអញ្ចឹងឃើញមិនតិចហើយអញ្ចឹងសូមរងចាំទស្សនាបន្តិចទៀតដើម្បីឲ្យច្បាស់ហើយយើងនឹងជីកមែនតើទៅដោយសារនៅលើភ្នំនេះវាមានដើមឈើច្រើនហើយថ្មបងប្អូនថ្មណាតែនេះពិបាកជីកបន្តិចវាមិនទៅជាអំណោយផលទេប៉ុន្តែបញ្ហាទេយើងមានប្រសេះរបស់យើងជីកស្រួលទេណាអញ្ចឹងសូមពុកម៉ែបងប្អូនរងចាំទស្សនានៅពេលបន្តិចយើងនឹងបានជាមួយនឹងឫសរបស់វល់ដំរី5ដកនេះអញ្ចឹងបើយើងមើលទៅវាឫសរបស់វានេះគួរសមនេះកាមេរ៉ាយើងចិត្តតិចនេះអាយ៉ាអូកើតខ្ញុំពីមុនធ្លាប់ជីកនៅក្រោមទូចទេប៉ុន្តែឥឡូវនេះមកជួបនៅទីនេះឬអស់ចាគួរសមឬវែងល្អណាស់មែនតើទៅណាពុកម៉ែបងប្អូនឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយយើងមិនដឹងថាមានប្រមាណឬទេឥឡូវយើងជីកទាំងអស់គ្នាបន្តទៀតណាពុកម៉ែបងប្អូនហើយណាអូខ្ញុំអត់នឹកស្មានថាដើមវល់ដំរី5ដកមានឫសធំឫសសាហាវបែបហ្នឹងខ្ញុំថាសាហាវចុះណាឥឡូវពុកម៉ែបងប្អូនមើលនេះអាយអូវ៉ាវតាមយកវាអត់អីនេះដីភ្នំនេះវាមានលក្ខណៈធូរដែរទៅណាអូគ្រប់ហើយលើកនេះខ្ញុំណាលើកទី1ហើយដែលបានជីកនេះឃើញទេឥឡូវនេះមួយទៀតវ៉ាវល្អប្រឡេះអូយល្អណាស់យើងបានដាច់ប៉ុណ្ណឹងចុះឥឡូវយើងមើលអានេះមួយទៀតអូតាមអានេះទៅសិនសារវិញវាល្អតាមកើតតាមបើតាមមិនកើតយើងតាមមិនគិតចាក់ដៃបាទអូបាទសុំហើយវ៉ាវអាយយវ៉ាវខ្ញុំសើចតែចុះហើយសុបាយចិត្តណាពុកម៉ែបងប្អូនហើយមែនតើអត់ដល់ដឹងថាហ្នឹងវាឬវាហើយយើងថតពីលើមកណាថតពីលើចុះក្រោមមកវែងណាមែនតើទៅចូល1ម៉ែត្រជាងឬវាបើសិនជាយើង
rư muối nè ăn đi bác sĩ dân còn lại tới mà mẹ chiên này mà mẹ chiên đó ăn đi cho là mẹ đấy nhiều đúng tới cứ mà mẹ nó ngọt bát đi tận tôm cho mùi vỏ đầm đây làm đó đi bà thầy vậy mình tên vậy đòi small vậy một ngút đó này nhưng mà đang tha vỏ đầm đây làm đó nữa cứ miền mơm hôm mơm về ở đó nạn đăng tê thầy cần flop chích mà đo đám tút nó khổm luôn thầy mớm ăn tích đi một mai bóng ôn còn ta lấu đó là từ dương mặc khơi chùm mùi năng rư bạn đi bạn đừng tha wow ô chụp cái bọc bật tới về đi nè thầy mình tên nước nhung trong cái chợ đây đã tôn chùm mùi chùm nuôi cầm lạng nữa mình tên tới cứ con mình men tha tạp lâu phê tàu một đây nhưng hộp đó thôi dương bên cầm lạng cầm hai như trắng đó thầy phần tác vì đau sầm khán từ lừa chùm nuôi lâu phê đài đã tôn chùm mùi sờ say nó cứ dương chọc đai chọc chương ấy thì dương ai trao chùm mùi nâng ở vỏ đầm tây pram đó ban đấy thời sụt tây đào dương từ sầm ra côn mấy á có dương ai trao chùm mùi vỏ đầm tây pram đó ban đây thầy chạy tôn chùm mùi nâng ắt thạ phải giỏi từ lồng bắt bao viết nhưng ban lồng bắt đối hai nhưng còn ở trong bật tham tập bản đăng tê của mai bằng ôn đấy chẳng tê chạy tôn chùm mùi video rồi bật nhung đặt nhung ban màu tiền nít dương mà rô chùm mùi vỏ đầm tây pram đó dọc từ chún ở phục mai bằng ôn dương đã cọt trong ban còn miền đồng rau ca giờ tập pra mẹp bắt tàu sọc thiệp cọt nữa chẳng dừng rốt ban hay dừng rốt và hai chia mà đào pi tiết đầm vậy cướp vậy cọt nữa chỉ ca bất sọc thiệp sầm khăn hay bờ sân chỉ phục mai bằng ôn ban chia diêm xoay rốt ca chia bao chỉ mùi nâng cướp pet ban sập cướp hơi bờ sân chia nơi tại mình phải sáng phục mai bằng ôn anh nghĩ một xác là bong pra chỉ mùi nâng hào vol đầm rây pram đọ rồi còn có chiết sen tiết tàu tam than là tiếp chạy đây nơi nhà ca chung ngư rồi bọc phục mai bong ôn đó anh chẳng tê dương cầm trào chạy tồn chùm mùi đang tiện mai bồ ran dương kinh gì thả mấy cúng so mà dụ bà cúng so mà dụ bờ với chạy xa dương ọc là tập hiệp hói dương cọt trâu tá hiên xa là bong trao chùm mùi nâng ở sốt bồ ran dương là phát miên ấy trao tê phục mai bong ôn chỉ rước chơi tho mà chiết tại bà năng hay dương trao với ở trâm trâu tam cầm rắt cam chùm luôn vì cho lo tới cứ miên bờ sân tập hiệp hay bờ sân chỉ chia với cứ ba mình nghi đừng lọp làm bình tiền á video trong comment tập đăng đây thì trong coi xôm con mình tên sầm rạp phục mai bong ôn thằng ốc nế đài tại tam đan tôi sầm video bọc nhung hơi có con khang mình tên trong phục mai bong ôn đào tại bà tập đó là chỉ một tệ cho ball tam mà diện comment có đôi chỉ phục mai bong ôn dương đài quạt miền phành hà sọc thiệp quạt trâu cà vô rực chơi mơm chơi tập ra hay quạt tại tụi nhận tụi nông nhóm mất nè chừng con thằng ốc nế hay thì trong coi có xôm group chun po đó phục mai bong ôn dương là miền sọc thiệp lo tới hay cà rốt xí tay ra chùm rong chùm ra thằng ốc nế tới nè hay đạp về lít nhóm có xôm chùm liệp bằng năng sắn dương đừng với một chục nế tam mà dạo video coi có to thiệt bà xôm ốc con xôm chụp liệp